បរិះម្នាក់ដែលដាក់ដៃក្នុងហោប៉ៅមិនដឹងថាគូប្រកួតរបស់គាត់ជាអ្វីទេស្រែកបញ្ចេញសម្រង់ប្រកួតប្រជែងទៅកាន់មេក្រុមរបស់ពួកគេតែយើងនៅទីនេះទេអ្នកជានរណាដែលឈរស៊ូជាមួយឆ្នាំទី3 Fujio មនុស្សដែលមិនបានអើពើព្រាមនោះស្រាប់តែចាប់ផ្ដើមមានការចាប់អារម្មណ៍សិស្សថ្មីវិញមានអាកប្បកិរិយាមិនអើពើដូចមុនអ្នកដឹងទេថានេះជាទីណាខ្ញុំដឹងតែជាសិស្សម្នាក់ប៉ុណ្ណោះពេលពាក្យនេះត្រូវបាននិយាយចេញមនុស្សទាំងអស់បានរត់ចូលមកដូចជាទឹកជំនន់ក្នុងពេលដែលកំពុងប្រយុទ្ធយ៉ាងសាហាវមានមនុស្សប្លែកម្នាក់ដើរឡើងចុះពីលើមេឃមនុស្សនេះឈ្មោះសានសាក់គួយរៀនមានកម្លាំងប្រយុទ្ធចំណាត់ថ្នាក់ទី2មិនថាគាត់ត្រូវគេវាយប៉ុន្មានដងក៏ដោយចុងក្រោយគាត់ក៏នឹងឈរឡើងវិញដូចជាស៊ុំប៊ីសូមតាមដានពីបន្តសិស្សនេះពិតជាអស្ចារ្យមែនទែនសានសាក់ដែលត្រូវគេវាយរហូតដល់សន្លប់បានស្ដារឡើងវិញពេញលេញហើយត្រៀមខ្លួនដើម្បីចាប់ផ្ដើមវាយជុំថ្មីនៅពេលនោះមេបញ្ជាការរបស់សិស្សបានបញ្ជាឲ្យបញ្ឈប់គាត់បានប្រាប់ Fujio វាថាប្រសិនបើចង់ប្រកួតប្រជែងជាមួយមេក្រុមរបស់យើងត្រូវយកសម្បត្តិជោជូមកជាមុននៅផ្ទះខ្ញុំសម្បត្តិជោជូមានកេរ្តិ៍ឈ្មោះខ្លាំងណាស់តែសម្បត្តិជោជូនេះវាជាអ្វីទៅគេនេះពិតប៉ុន្តែហុងក៏នៅតែខ្លាំងជាង58មួយផ្លេតមុននោះហើយគឺសម្បត្តិជោជួននៅលើផ្លូវត្រឡប់មកវិញ Fujio បានជួបបរិសម្នាក់ដែលមានអូរ៉ាដ៏ខ្លាំងមួយស្លៀកពាក់ខ្មៅទាំងអស់មានរាងខ្ពស់ធំហើយមានពាក្យថាទូរេងបោះពុំនៅខាងក្រោយមែនហើយគាត់គឺជាមនុស្សដែលខ្លាំងជាងគេបំផុតលើលោកមេក្រុមទូរេនរ៉ាអូដែលឈរលើកម្ពស់ខ្ពស់ជាងគេរបស់មនុស្សទាំងអស់បន្តិចខ្ញុំអីវៀនឲ្យមើលអ្វីទៅរ៉ាអូត្រីតូចនោះមកពីណាចប់ហើយមេក្រុមទៅគ្នាដែរនៅពេលតែមួយនោះសាឡាសេណូម៉ាកំពុងបំផ្លាញគ្រប់ទីកន្លែងដាក់ពាក្យទទួលយកយោធានិងពង្រេងកម្លាំងគ្រប់ទីកន្លែងពួកគេនាំយកមេដឹកនាំសាឡាកាមីសាកានិងក្រុម3នាក់ដែលខ្លាំងជាងគេបំផុតនៃអង្គការអង្រិតនរ៉ូបរួមបញ្ចូលជាមួយកងទ័ពរួមរបស់ខ្លួនទាំងអស់គោលបំណងគឺប្រើឱកាសដែលមូរីយេមីបានចូលនិវត្តន៍ដើម្បីយកសាឡាដែលតាក់ទងនឹងកាត់ដែល Fujio កំពុងគ្រប់គ្រងឲ្យបានហើយអ្វីបានជាមនុស្សគ្រប់គ្នាត្រូវបានកង់នៅទីនេះដែររត់តិចលឿនអារម្មណ៍ល្អយូរហើយមិនបានបង្ហាញសមត្ថភាពនៅកន្លែងតាក់ទងកាត់ការប្រមាញ់ឥឡូវចាប់ផ្ដើមរត់ទៅមនុស្សគ្រប់គ្នាហាក់ដូចជាត្រូវបានជំរុញដោយអំណាចនៅពេលនេះទីគេតាកាមិនទាន់ដឹងថាកងកម្លាំងពី3សាឡាបានចូលមកក្នុងផ្ទះរួចហើយកាន់ដីបានបញ្ឆោត QC ដែលកំពុងខឹងអ្នកការពារពីររបស់ហុងក៏ត្រូវក្រុមជិមមកវាជុំវិញ Fujio និងស៊ឺតូក៏ត្រូវបានរុំដូចជាគៀវហើយបានធ្លាក់ចូលក្នុងអន្ទាក់របស់មេប្រធានច្រកហាក់ដូចជានេះជាការប្រយុទ្ធដែលត្រូវតែប្រយុទ្ធពិតហើយចាប់ផ្ដើមទៅអូយេអ្វីដែលជាភាពមានអត្ថប្រយោជន៍នេះបានធ្វើឲ្យស្ត្រូវមិនអាចប្រតិកម្មវិញបានទេនៅពេលនោះស៊ូគីយ៉ាដែលនៅខ្យូតាកា2បានបង្ហាញខ្លួនឡើងយ៉ាងភ្លាមភ្លាត់ដើម្បីត្រៀមខ្លួនប្រយុទ្ធជាមួយសង្គ្រាមខ្យូគាត់បង្ហាញថាទីនេះពិបាកណាស់ក្នុងការបើកផ្លូវឈាមប៉ុន្តែទីហ៊ានតូចរបស់គូប្រជែងក៏នៅតែបន្តវាយប្រហារមកយ៉ាងមិនជោគជ័យខ្យូស៊ីដែលមានស្រឡាញ់ស្មោះត្រង់កំពុងត្រៀមខ្លួនបោះបង់ជីវិតនាងកំពុងធ្វើអ្វីខ្យូស៊ីបើពួកយើងត្រូវបានវាយបាក់នរណានឹងនាំមិត្តភក្តិចេញនាងកំពុងនិយាយលេងអ្វីបើកទ្វារឲ្យខ្ញុំបើកឲ្យខ្ញុំចេញតែសម្រាប់តៃជីដែលនៅសល់សូមផ្ដល់ជូននាងនេះជាអ្នកឈួតមែនអាវីប្រហារដែលមិនបានរំពឹងទុកបានធ្វើឲ្យក្រុមស៊ូតាត្រូវបែកបាក់ចាញ់មនុស្សដែលធ្លាប់មានអំណាចត្រូវតែប្រឈមមុខនឹងភាពសមត្ថភាពក្នុងចំនួនស្ថានភាពនៃការប្រយុទ្ធត្រូវបានចាញ់យ៉ាងអាសន្នមានតែសិទ្ធិប៉ុណ្ណោះដែលនៅតែបន្តប្រយុទ្ធជាមួយស៊ូគីយ៉ាក្នុងនាមជាអ្នកដឹកនាំក្រុមស៊ូតាស៊ូគីយ៉ាមានអាទិភាពលើសគូប្រកួតទាំងស្រុងទាំងផ្នែកល្បឿននិងអំណាចវាយប្រហារមិនទាន់ចប់ទេនៅក្នុងវិនាទីចុងក្រោយសិទ្ធត្រូវបានទេនការជីវីប្រហារយ៉ាងសាហាវពួកគេបានចាប់សិទ្ធទៅធ្វើជាអ្នកលួចដើម្បីឲ្យមើលមិត្តភក្តិដែលរងរបួស Fujio ចាប់ផ្ដើមសង្ស័យថាតើខ្លួនឯងសមស្របក្នុងការជាអ្នកដឹកនាំរបស់ពួកគេឬអត់ហើយនៅពេលនោះផងដែរហុំបាននឿដំណឹងអំពីបរិសម្នាក់ដែលមានអំណាចប្រយុទ្ធខ្ពស់បំផុតបានបង្ហាញខ្លួនឡើងវិញនាងនៅមិនទាន់រកឃើញសោទេបាទ
ជំនួយស្បែកក្រហមសូមបន្តស្វែងរកបន្តទៀតម៉ាស៊ូម៉ងម៉ាស់ម៉ង Imagination Management សូមសួរថាមានអ្វីឲ្យខ្ញុំជួយទេសូមអនុញ្ញាតឲ្យឆ្លងផ្លូវមនុស្សគ្រប់គ្នាត្រូវតែមានស្មារតី FOCO ដែលបានរៀបចំខ្លួនឡើងវិញនាំមនុស្សគ្រប់គ្នាទៅកាន់រូងសត្រូវគាត់ចង់សងសឹកឲ្យបងប្អូនរបស់គាត់ទោះបីមាន FOSAN ចូលរួមក៏ដោយប៉ុន្តែលទ្ធផលនៃការប្រយុទ្ធលើកនេះមិនទាន់ដឹងថានឹងបញ្ចប់យ៉ាងដូចម្តេចទេទាំងពីរភាគីសុទ្ធតែត្រៀមខ្លួនរួចរាល់ឥឡូវនេះគ្រាន់តែរងចាំឲ្យ FOCO បញ្ជាឲ្យលើកទង់សញ្ញាឡើងប៉ុណ្ណោះអ្នកទាំងអស់គ្នាតាមខ្ញុំមករត់ទៅបាទក្នុងពេលកំពុងតែប្រយុទ្ធតាមវិទ្យុមានការប្រមាថថាស៊ូត្រូវបានចាប់ខ្លួននៅក្នុងភូកីឡាដ្ឋាន FOCO ហើយហុងបានចូលទៅក្នុងអគារភ្លាមប៉ុន្តែត្រូវបានកងទ័ពតូចមួយក្រុមវាយជុំវិញទាហានទាំងនេះមិនគ្រប់គ្រាន់សម្រាប់ពួកគេ2នាក់ទេពួកគេ2អ្នកធ្វើការសហការគ្នាបានយ៉ាងល្អឥតខ្ចោះចលនារបស់ហុងស្អាតនិងរហ័សប៉ុន្តែធ្វើទៅតាមលំដាប់ម្នាក់មួយទាហានក្បាលតឹងរបស់ FOSAN ខាងក្រោមគ្មាននរណាទេរថយន្តបានឈប់នៅទីនេះតេនកាជីបានបញ្ជាឲ្យផ្លាស់ប្ដូររថយុទ្ធសាស្ត្រនៅកាយូតាសុតហើយត្រូវបានឃុំខ្លួននៅក្នុងផ្លូវដើរយ៉ាងភ្លាមនេះជាការប្រយុទ្ធបន្លំនេះស្ថិតក្នុងស្ថានភាពការពារពេលមានស្រមោលមនុស្សរូបរាងសង្ហាបានមកជួយពួកគេឆ្លងកាត់សួស្តីខ្ញុំហៅថាទុក FOSAN បានបង្ហាញខ្លួនជាមួយអំណាចដ៏លើសលប់មនុស្ស3នាក់អាចឆ្លងកាត់ផ្លូវដែលពោពេញដោយឈាមបានយ៉ាងងាយស្រួលពួកគេលោតចេញពីបង្អួចមកមុខទីលានកីឡាប៉ុន្តែតេនកាជីដែលមិនព្រមចាញ់បាននាំក្រុមសិស្សរបស់គេមករារាំងពួកគេខណៈពេលដែល HUCO រៀបចំដើម្បីវាយប្រហារសម្លេងមកពីខាងក្រោយបានតាក់ទាញការយកចិត្តទុកដាក់របស់គ្រប់គ្នាពួកគេឃើញស្រមោលមនុស្សខ្ពស់ធំម្នាក់ដែលស្គាល់មុខដើរចូលមកយ៉ាងយឺតមែនហើយគាត់គឺជាបុរសដែលឈរលើកំពូលខ្សែសង្វាក់អាហាររបស់រ៉ាអូគាត់មកជួយពិតនេះគឺជាទុរេនរឿងនេះមិនពាក់ព័ន្ធនឹងដុកទេមែនឬច្បាស់ណាស់ថាមានពាក់ព័ន្ធបើគាត់របួសហើយតើគាត់អាចមកប្រកួតជាមួយខ្ញុំបានដូចម្តេចខ្ញុំហៅថាមេក្រុមសិស្សមកទីនេះបង្កការរំខានតេនការជាបញ្ជាឲ្យសិស្សគេចេញទៅប្រយុទ្ធគាត់អន្តរាយបាត់ខ្លួនលឿនស្ថានភាពដើមនោះគេនៅស្ថិតក្នុងអត្ថប្រយោជន៍នរណាអាចដឹងថាតេនកាជីនៅមានក្រុមគាំទ្រមួយទៀតសិស្សរបស់គាត់ដែលនឿយហត់ក៏ចាប់ដើមភ័យខ្លាចហើយសូមឲ្យខ្ញុំទៅតែអ្វីដែលគួរឲ្យរំភើបនោះគឺនៅមានបុរសម្នាក់ដែលគ្មាននរណាអាចប្រៀបបានគាត់ក៏បានមកទីនេះដែរមែនជារឿងធ្វើឲ្យខ្ញុំខឹងណាស់សំណាងល្អណាស់ដែលបានត្រឡប់មកវិញលឿនអ្នកកំពុងស្វែងរកមរណភាពឬអត់ជាអ្នកដឹកនាំក្រុមហ៊ុន FOSAN តែតំណែងតិចតួចបែបនេះមិនគ្រប់គ្រាន់សម្រាប់សាធុស្អូទេដើម្បីវំអាប់ជំនាញរហ័សរហួនរបស់គាត់អាចដោះស្រាយក្រុមត្រីតូចទាំងនេះបានភ្លាមប្រសិនបើចង់ប្រយុទ្ធអ្នកបានជ្រើសរើសគូប្រកួតខុសហើយខាងទៀត FOCO ស្ថិតក្រោមការការពាររបស់រ៉ាអូចុងក្រោយគាត់ក៏មកដល់ទីលានកីឡាដែរគាត់មើលទៅកាន់សារព័ត៌មានដែលត្រូវបានព្យួរនៅលើខ្សែមានមនុស្ស3រត់ចូលទៅដោយមិនខ្វល់អ្វីទាំងអស់មើលទៅគ្មាននរណាអាចបញ្ឈប់ពួកគេបានទេនៅពេលនោះមេក្រុមនៅខ្យូតាក៏ធាក់ចុះហើយអ្នកគឺជាមនុស្សដែលធ្វើឲ្យសឹករងរបួសមែនទេFOCO ទៅបានរំខានយ៉ាងឆាប់រហ័សស៊ូគីយ៉ាដូចជាក្រពើដែលរត់ចេញពីគ្រឿងឃុំខ្លួនបានប្រមូលកម្លាំងរួចបោះជើងចេញអូដាជីម៉ាបានជួយ FOCO ការពារបានទាន់ពេលគ្មានអ្វីទេមែនទេហើយរទេះ3កង់ក៏មិនអាចអត់ធ្មត់បានទៀតទេដូច្នេះបានសាកល្បងប្រកួតជាមួយគូប្រកួតបន្តិចដើម្បីឲ្យ FOCO ចេញទៅជួយសង្គ្រាមនៅពេលនេះអ្នកជួយឲ្យអេនកាជីកំពុងធ្វើរឿងអាក្រក់ដោយត្រូវកាត់ខ្សែឲ្យស៊ូគីធ្លាក់ចុះទៅស្លាប់ប៉ុន្តែត្រូវបាន FOCO ដែលមានភ្នែកវៃឆ្លាតនិងដែលលឿនចាប់បានជាបុរសដែលឈរលើកំពូលពេញម៉ោងទាំងហុងនិង FOSAN 3នាក់ក៏មិនអាចយកឈ្នះស៊ូគីយ៉ាបានដែរដែលជាកងកម្លាំងគាំទ្ររបស់ភាគីប្រឆាំងនៅតែបន្តហូរចេញមកស្ថានភាពភ្លាមត្រូវបានបែងចែកជា3ផ្នែកដែលបានប្រយុទ្ធនឹងតេនកាជិក FOCO ប្រយុទ្ធនឹងស៊ូគីយ៉ាខាងនេះត្រូវបានវាយប្រហារបណ្ដាលឲ្យសាមឡកខឹងឆ្លងឈាមធ្លាក់លើដីហាក់ដូចជាសត្វខ្លាដែលបានភ្ញាក់ឡើងនឹងទុកចេញមនុស្សគ្រប់គ្នាធ្លាក់នឿយហត់រហូតដល់អស់កម្លាំង